បាទព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងសារឆ្នាំថ្មីឬក៏ប្រតិកម្មនានាជុំវិញបញ្ហាកម្ពុជានិងថៃនេះគឺដំបូងឡើយសូមជម្រាបជូនប្រិយមិត្តគឺសម្ដេចប៉ាបណាសម្ដេចប៉ាបដែលបានចេញសារសម្រាប់សារនៅបុណ្យណូអែលនេះបាទឬក៏នៅខ្មែរហៅបុណ្យណូអែលឬក៏ Christmas ឥឡូវហ្នឹងគឺដូចប្រើដូរគ្នាទៅវិញទៅមកណាបាទគឺព្រះអង្គបានទទូចឲ្យមានការសន្ទនាគ្នាបាទហើយនឹងដោះស្រាយនៅបញ្ហាប្រឈមអ្វីជាច្រើនធ្វើឲ្យមានការសម្របសម្រួលជាពិសេសនៅទំនាក់ទំនងរវាងកម្ពុជាហើយនិងថៃនេះគឺព្រះអង្គបានទទូចឲ្យមានការស្ដារឡើងវិញនៅចំណងមិត្តភាពដែលមានវ័យចំណាស់ជាយូរមកហើយរវាងប្រទេសទាំងពីរគឺកម្ពុជាហើយនិងថៃណាក៏កុំឲ្យមានចំនួនហើយគឺធ្វើយ៉ាងណាឲ្យមានការជួយដោះស្រាយទៅលើផលប៉ះពាល់ផងដែរអញ្ចឹងជារាជសារសម្រាប់ឆ្នាំថ្មីមកសម្រាប់បុណ្យណូអែលនិងឈានចូលឆ្នាំថ្មីរបស់សម្ដេចប៉ាបដែលនាមថាសម្ដេចប៉ាបលីអូណាបាទអញ្ចឹងនេះគឺជាសារមួយចំណុចមួយរបស់សម្ដេចប៉ាបហើយការវិវត្តមួយទៀតនៅក្នុងទីក្រុងបាងកកប្រទេសថៃគឺមានការជួបប្រជុំគ្នាដែរទ្រង់ទ្រាយតូចរបស់ក្រមសកម្មជនដែលបាតកម្មទាមទារឲ្យមានសន្តិភាពគឺប្រឆាំងនឹងការធ្វើសង្គ្រាមដែលអំពាវនាវឲ្យមានសន្តិភាពរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃបាទគឺពួកគេបានជួបប្រជុំគ្នានេះគឺជាសារមួយសម្រាប់នៅថ្ងៃបុណ្យណូអែលនេះឯងបុណ្យ Christmas ហើយបើតាមការរាយការណ៍របស់ខាងសារព័ត៌មាននៅក្នុងប្រទេសថៃហ្នឹងគឺទម្រាំតែគាត់បានទៅធ្វើបាតកម្មហ្នឹងគឺទៅបានគេដេញពីកន្លែងមួយទៅកន្លែងមួយទម្រាំតែបានធ្វើបាតកម្មបានដូច្នេះគាត់តែរឿងប៉ុណ្ណេះប្រិមិត្តអាចយកទៅបកស្រាយបានហើយណាបាទថៃគាត់ជាជនរងគ្រោះនៃសង្គ្រាមបាទដូចដែលគាត់អះអាងប៉ុន្តែនៅពេលដែលមានអ្នកតវ៉ាបាតកម្មធ្វើដើម្បីសុំសន្តិភាពប្រឆាំងនឹងសង្គ្រាមបាទអ្នកធ្វើមានទ្រង់ទ្រាយតូចហើយទៅគេរុញពីកន្លែងមួយទៅកន្លែងមួយតម្រាំនឹងរៀបចំបានបាទយើងអាចយល់ឃើញច្បាស់នេះជាអ្វីដែលយើងអាចបញ្យល់អន្តរជាតិបានហើយនៅកម្ពុជាវិញគឺការធ្វើការដើរក្បួនដើម្បីសុំសន្តិភាពបាទគឺធ្វើយ៉ាងទូលំទូលាយមានអ្នកចូលរួមមនុស្សរាប់ម៉ឺននាក់ឯណោះបាទអញ្ចឹងគឺនេះឯងជាសារមួយដែលប្រិមិត្តមួយចំនួនដែលសួរខ្ញុំថាតើធ្វើដើម្បីបញ្យល់ឲ្យបរទេសឃើញ what you can tell is a sharp contrast between what they can do in Thailand and what they can do in Cambodia. Cambodian people can mark or celebrate or hold a demonstration or protest, whatever you want to call it, in large number, to call for peace. But in Thailand, people find it hard to hold a protest as such because they had to move from one place to another, place to place, before they were able to do it. So you can tell the sharp contrast between what Cambodian people want, what Cambodia want, or what Cambodian people want, and also what Thailand's attention really is. អញ្ចឹងគឺយើងអាចដឹងរឿងនឹងបានណារឿងថាតើរឿងនឹងវាយ៉ាងម៉េចណាបាទនេះជាចំណុចទី2នៅក្នុងរឿងទី1ដែលខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នានេះហើយនៅក្នុងរឿងទី1នេះដែរនេះគឺជារឿងមួយដែលបាទប្រតិកម្មពីខាងក្រសួងការបរទេសរបស់ឥណ្ឌាដែលចេញកាលពីថ្ងៃម្សិលមិញគឺតាក់ទងជាមួយនឹងការដែលទាហានថៃរុញបំផ្លាញរូបបដិមាព្រះវិស្ណុហើយមានការថតហើយផ្សាយដូច្នេះគឺមានប្រតិកម្មខ្លាំងខាងឥណ្ឌាគាត់ខឹងណាស់គាត់ថាជាការមួយប៉ះពាល់ជាការមួយប្រមាថទៅដល់ជំនឿរបស់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់ហ្នឹងគឺមានការគោរពព្រហ្មញ្ញសាសនាច្រើនហ្នឹងគឺធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់គេហ្នឹងហើយនេះជាការប្រមាថមាក់ងាយសម្រាប់ណាហើយគាត់ខាងក្រសួងហ្នឹងគឺចាត់ទុកថាចំនួនបាទព្រំដែនរវាងកម្ពុជានិងថៃហ្នឹងគឺបាទជារឿងមួយដែលមិនគួរណាទៅប៉ះពាល់ទៅលើខាងរូបសំណាកសាសនាអីចឹងទេបាទហើយដោយឡែកនៅខាងភាគីថៃវិញដោយសារតែមានបដកម្មពីឥណ្ឌាអញ្ចឹងបាទហើយនៅថ្ងៃនេះខាងកម្ពុជាក៏មានបដកម្មដែរណាក៏បាទឆ្លើយតបដែរតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាគឺលោកប៉ែនបណ្ណាក៏បាននិយាយអំពីការប៉ះពាល់ការបំផ្លិចបំផ្លាញនេះដែរដល់អញ្ចឹងទៅថៃក៏គាត់ខំបញ្យល់ទៅវិញបាទបញ្យល់ទៅវិញច្រើនចំណុចខ្ញុំមិនអានទាំងស្រុងទេគឺគាត់បញ្យល់ថាទី1គឺរូបនឹងសាងសង់ចូលដីដែលមានចំនួនគ្នា
បើកាលណាទុករូបហ្នឹងទៅវាជាសញ្ញាដែលកម្ពុជាជាទឹកដីរបស់កម្ពុជាបាទហើយទី2ហ្នឹងថារូបហ្នឹងគឺមិនមែនជារូបដែលមានអីមួយទមុនមានអីណាទេគឺគ្រាន់តែជារូបតំណាងរូបលំអគាត់ថារូបលំអទៅវិញទេបាទរូបលំអទៅវិញទេដែលនេះនឹងឲ្យគាត់ថាសោកស្ដាយដែលប៉ះពាល់ទៅដល់អារម្មណ៍អ្នកដែលកាន់សាសនាអ្នកដែលមានជំនឿជាដើមហ្នឹងបាទដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ចឹងគាត់ប្រាប់ថា Thailand express sincere regret for any misunderstanding or discomfort caused by the circulation of images showing the removal បាទគឺបានន័យថាគាត់សោកស្ដាយណាគាត់សោកស្ដាយតែយ៉ាងខ្លាំងដែរបាទដែលការប៉ះពាល់នៅការចែកចាយរូបភាពនោះធ្វើឲ្យមានប៉ះពាល់ទៅដល់អារម្មណ៍អញ្ចឹងបាទនេះគឺជាអ្វីដែលខាងផ្លូវការរបស់ថៃបានសរសេរណានៅក្នុងលិខិតនេះឆ្លើយតបដែរក៏ប៉ុន្តែប្រតិកម្មពីលោកអនុทิនវិញនាយករដ្ឋមន្ត្រីវិញបាទឆ្លើយផ្សេងទៅវិញទៅបាទអញ្ចឹងគឺអនុทิនគាត់ថារូបសម្លាក់ដែលបំផ្លាញហ្នឹងវាមិនអាចអីមកប្រៀបធៀបជាមួយនឹងដៃជើងទាហានរបស់គេបានទេដែលបានបាត់បង់នោះទេគឺគ្មានអ្វីអាចប្រៀបបានជាមួយនឹងកម្រិតនឹងបានឡើយបាទគឺកុំមកយកអារឿងអញ្ចឹងមកប្រៀបធៀបនោះឃើញទេដូច្នេះអ្នកអាចនឹងចោទសួរអំពីភាពស្មោះត្រង់របស់ថៃThailand always talks about sincerity in bringing peace to the region, to Cambodia, to Thailand. But this incident has proven that Thailand is not sincere in its fight to get what you call peaceful resolution between the two countries. Cái nhất bạn này thà you have to question the shout Thai's sincerity. ភាពស្មោះត្រង់របស់ថៃនៅក្នុងការចង់បានសន្តិភាពនឹងតែយ៉ាងម៉េច Is Thai relation here in its pursuit for peace or just a fake pretext to invade another country បាទវារឿងវានៅត្រង់ហ្នឹងទេតើថៃគាត់ស្មោះត្រង់ឬក៏មិនស្មោះត្រង់បាទអញ្ចឹងគឺយើងឃើញ official statement សេចក្តីថ្លែងការណ៍ជាផ្លូវការនិយាយផ្សេង Prime Minister និយាយផ្សឹង Did they talk to each other before issuing the statement ឬក៏ a statement is just a cover that to cover up what their real intention is អាហ្នឹងគឺរឿងមួយនោះទៀតអញ្ចឹងប្រិមិត្តដែរចង់ដឹងគឺដឹងអញ្ចឹងបាទនេះខ្ញុំលាយអង់គ្លេសមួយដើម្បីឲ្យប្រិមិត្តយកទៅធ្វើ comment តបទៅវិញទៅបើពេលដែលឃើញរូបភាពបែបហ្នឹងឃើញទេអញ្ចឹងបានយើងឃើញ3រឿង2រឿង3ប្រតិកម្មហ្នឹងប្រតិកម្មទី1គឺអ្នកដែលធ្វើប្រតិកម្មដើម្បីសុំសន្តិភាពទ្រង់ទីតូចទៅបានគេដេញពីកន្លែងមួយទៅកន្លែងមួយទម្រាំអាចនឹងធ្វើបានទី2នៅពេលដែលឥណ្ឌាប្រតិកម្មមួយរឿងបំផ្លាញរូបព្រះវិស្ណុបាទក្រសួងខាងផ្លូវការនោះរបស់រដ្ឋាភិបាលថៃគាត់សំទោសដែលសោកស្ដាយមិនសំទោសពាក្យសំទោសនៃខុសគ្នាដែរគាត់សោកស្ដាយដែលរឿងនឹងកើតឡើងតាមរយៈការចែករូបភាពហ្នឹងហើយគឺនិយាយបញ្យល់ថារឿងនោះវាគ្មានសារៈសំខាន់ហើយខាងផ្នែកភូមិសាស្ត្រនេះទេប៉ុន្តែគាត់សោកស្ដាយដែលរឿងនឹងកើតឡើងអញ្ចឹងតែដល់ពេលនាយករដ្ឋមន្ត្រីថៃវិញអត់ប្រយោជន៍ទេអានោះមិនអាចមកប្រៀបធៀបជាមួយដៃជើងនេះវិញបើអញ្ចឹងដូច្នេះយើងអាចដឹងថាប្រទេសថៃដែលតែងតែតាំងខ្លួនជាអ្នកគោរពព្រះពុទ្ធសាសនាគោរពសាសនាដទៃហ្នឹងតើខិតពិតជាអញ្ចឹងមែនអត់បាទពីព្រោះរូបសំណាកអីក៏ដោយយើងមិនបាច់និយាយពីរឿងសាសនាអីឲ្យបានវែងឆ្ងាយទេបាទធ្វើថ្មីក៏ដោយអីក៏ដោយការដែលរៀបដាក់ហ្នឹងគឺក្បួនគេទៅតែមានការសម្ពោធបញ្ចុះគុំបញ្ចុះអីបាទនៅក្នុងហ្នឹងផងដែរដើម្បីឲ្យរូបភាពហ្នឹងវាមានលក្ខណៈបាទគេហៅថាស័ក្តិសិទ្ធិឬក៏មានពលឹងវិញ្ញាណអីមកកាន់បើដូចជាការបំផ្លាញរូបបែបសាសនាបែបមួយអញ្ចឹងមិនមែនជារឿងមួយដែលត្រូវធ្វើងាយទេបាទអ្នកណាដែលមានជំនឿទៅលើសាសនាណាមួយក៏ដឹងអំពីរឿងហ្នឹងហើយបាទកាលណាគាត់ស៊ីម៉ងមួយគឺស៊ីម៉ងដូច្នេះចាប់បានន័យថាសម្រាប់កម្ពុជាការធ្វើហ្នឹងគឺមុននឹងយើងសម្ពោធឲ្យប្រើនោះមានការសម្ពោធពិធីអីច្រើនតែថៃគាត់ចាត់ទុកថានឹងគ្រាន់តែជារូបលម្អដោយដាក់តាំងផ្ទះដាក់អីហ្នឹងអត់មានប្រយោជន៍ទេបាទអាហ្នឹងគឺគាត់ថាជាសេចក្តីថ្លែងការណ៍មួយនេះយើងចាត់ទុកថាជាការមួយបង្ហាញនៅការប្រមាថទៅលើសាសនានិងជំនឿរបស់ពលរដ្ឋដទៃទៀតដែលធ្វើឡើងដោយថ្នាក់ដឹកនាំរបស់ថៃហ្នឹងបាទ shallow pretty shallow មកន័យថារកកាផែលហ្មងបាទបាទអញ្ចឹងព័ត៌មានទី1នេះខ្ញុំសូមបញ្ចប់ប្រតិកម្មប៉ុណ្ណឹងអញ្ចឹងចូលដល់ព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Anadolu បាទដែលនៅប្រទេសទូគី
vàគាត់ធ្វើបច្ចុប្បន្នភាពផ្អែកទៅលើសេចក្តីរាយការណ៍នានានៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជាហើយនឹងការលើកឡើងរបស់មន្ត្រីនៃប្រទេសទាំងពីរបើតាមកាសែត Anadolu នេះគាត់បាននិយាយថាចំនួនអ្នកស្លាប់ដែលកើតឡើងដោយសារការប៉ះទង្គិចគ្នាតាមព្រំដែនរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃឥឡូវនេះឡើងទៅដល់96នាក់ហើយនៅថ្ងៃប្រហោះនេះគឺជាថ្ងៃទី18នៃការចំនួនគ្នានៅតាមព្រំដែនរវាងប្រទេសទាំងពីរសារព័ត៌មាននេះបានដកស្រង់ប្រភពរបស់ក្រសួងការពារជាតិរបស់កម្ពុជាដែលបានថ្លែងឲ្យដឹងថាទាហានថៃបានវាយប្រហារបាទដោយបាញ់កំភ្លើងផ្លោងនៅក្នុងភូមិដែលនៅក្នុងខេត្តបន្ទាយមានជ័យនៅតាំងពីព្រឹកព្រលឹមថ្ងៃប្រហោះហើយបានបណ្ដាលឲ្យមានការស្លាប់ជនស៊ីវិលរបស់កម្ពុជាមួយរូបនេះបើយោងទៅតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP របស់រដ្ឋាភិបាលកម្ពុជាហើយសភារបស់កម្ពុជាវិញក៏បានចេញនៅសេចក្តីថ្កោលទោសបាទផងដែរដែលហៅនៅទង្វើរបស់ថៃនេះថាជាការចូលឈ្លានពានអមនុស្សធម៌នឹងយ៉ាងឃោរឃៅបាទនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់កម្ពុជាបានរាយការណ៍ដែលឡែកទាហានថៃវិញក៏បាននិយាយផងដែរថាគឺកម្ពុជាបានបាញ់កាភ្លើងផ្លោងប្រភេទ BM21 ហ្នឹងចូលទៅក្នុងភូមិមួយដែរដែលនៅក្នុងខេត្តស៊ីសាកេតបាទស៊ីសាកេតសំទោសនៅក្នុងខេត្តស្រះកែវដែលបណ្ដាលឲ្យមានការខូចខាតទៅលើអគារស៊ីវិលផងដែរនេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Nation របស់ថៃអាជ្ញាធរថៃបាននិយាយថាគឺមានទាហានថៃចំនួន23នាក់ហើយនឹងជនស៊ីវិលម្នាក់ទៅបានសម្លាប់នៅក្នុងការវាយប្រហារគឺដោយបានធ្វើឲ្យជនស៊ីវិលនៅក្នុងប្រទេសថៃស្លាប់សរុបគឺមានចំនួន41នាក់បាទនេះជាផលប៉ះពាល់នៃការប៉ះទង្គិចគ្នានេះដែលឡែកនៅខាងប្រទេសកម្ពុជាវិញគឺក្រសួងមហាផ្ទៃរបស់កម្ពុជាបានឲ្យដឹងថារហូតមកដល់ពេលនេះគឺមានជនស៊ីវិលរបស់កម្ពុជាចំនួន31នាក់ហើយទៅបានសម្លាប់ហើយមានប្រជាពលរដ្ឋទាំងពីរប្រទេសនេះគឺជិត1លាននាក់ដែលបានផ្លាស់ទីលំនៅភៀសសឹកចេញពីទីលំនៅចាប់តាំងតែពីការប៉ះទង្គិចគ្នាបានចាប់ផ្ដើមកាលពីថ្ងៃទី8ខែធ្នូក្រសួងមហាផ្ទៃរបស់កម្ពុជាវិញបានថ្លែងឲ្យដឹងថាគឺនៅភាគីកម្ពុជាមានពលរដ្ឋជិត610,000នាក់ដែលបានភៀសសឹកចេញពីលំនៅឋានរបស់ខ្លួនក្រោយពីការមានការប៉ះទង្គិចគ្នានេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បាទហើយបច្ចុប្បន្នវិញនៅក្នុងប្រទេសថៃវិញគឺមានតែជាង15,000នាក់ទេបាទដែលបានភៀសសឹកចេញនេះបើយោងតាមក្រសួងការបរទេសនិងក្រសួងការពារជាតិរបស់ថៃនៅក្នុងខណៈពេលនោះដែរបាទគឺកាលពីពេលមុនទាហានថៃបាននិយាយថាមានពលរដ្ឋប្រមាណជា40,000នាក់បានភៀសសឹកចេញបាទប៉ុន្តែឥឡូវនេះតួលេខនេះគឺនៅសល់តែ15,000មិនដឹងជាគាត់ត្រឡប់ទៅវិញឬក៏តួលេខពីដំបូងគាត់បំផោងតួលេខណាបាទអញ្ចឹងគឺសារព័ត៌មានគាត់មិនបញ្ជាក់គាត់គ្រាន់តែនិយាយថាបច្ចុប្បន្ននេះទាំងក្រសួងការបរទេសនិងក្រសួងការពារជាតិរបស់ថៃថាមានជនភៀសសឹកនោះចំនួន15,000នាក់បាទការចរចារវាងយោធាទាំងពីរកម្ពុជានិងថៃគឺបន្តបន្ថែមទៀតហើយនៅក្នុងសប្តាហ៍នេះដោយការជួបចរចានោះគឺទៅថ្ងៃនេះគឺថ្ងៃទី2ទៅហើយដែលបានចាប់ផ្ដើមតាំងពីថ្ងៃម្សិលមិញណានៅក្នុងខេត្តចន្ទបុរីនេះបើយោងតាមសារព័ត៌មានដែលខាងភាគីថៃបានរាយការណ៍ហើយប្រទេសទាំងពីរនឹងរៀបចំនៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅដែលមានការចូលរួមពីរដ្ឋមន្ត្រីនៃការក្រសួងការពារជាតិរបស់ប្រទេសទាំងពីរនៅថ្ងៃសៅរ៍បើចឹងបានន័យថាអ្នកនៅកម្ពុជានឹងអត់មានទេ Christmas អត់មានទេការត្រៀមសម្រាប់ឆ្នាំថ្មីហ្នឹងគឺបាទជាប់រវល់រហូតធ្វើការងារហ្នឹងបាទចឹងបានយើងដឹងថាពេលខ្លះការងារវាតម្រូវឲ្យអញ្ចឹងបាទហើយបើសិនបើការចរចានោះមិនបានសម្រេចជាលទ្ធផលអ្វីទៅលើក្រុមបច្ចេកទេសទេគឺបាទទីក្រុងបាងកកបាននិយាយថាគឺទីក្រុងបាងកកនឹងមិនចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងណាមួយឡើយអញ្ចឹងបានន័យថាវាអាស្រ័យទៅលើក្រុមបច្ចេកទេសការងារថ្នាក់មន្ត្រីបច្ចេកទេសនេះពិភាក្សាគ្នានេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Anadolu បាទអញ្ចឹងបានន័យថាការចរចានៅកំពុងតែដំណើរការនៅឡើយហើយព័ត៌